បងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដាក់ view ក្នុង YouTube របស់បងប្អូនដែលពេលដែលបងប្អូនផុសទៅអត់មាន view ដូចខ្ញុំឃើញ view តិចកន្លែងនេះបងប្អូនណាកន្លែងនេះតិចកន្លែងហ្នឹងអញ្ចឹងហើយពេលដែលបងប្អូនចង់បាន view បងប្អូនអាចធ្វើតាមវីដេអូនេះបានបន្ទាប់មកបងប្អូនចូលទៅក្នុង website ចាក់ follow នេះបងប្អូនកន្លែងនេះគឺចំណងជើងរបស់ website ឈ្មោះរបស់ website គឺចាក់ follow បងប្អូនអាច search នៅក្នុង browser មួយណាក៏បានបងប្អូនអាចចូលទៅចុះឈ្មោះហើយដាក់ប្រាក់ហើយមានទឹកប្រាក់ដូចកន្លែងនេះគឺបងប្អូនអាចទិញបានហើយអញ្ចឹងហើយបងប្អូនដាក់ទៅលើ YouTube បងប្អូនចុចទៅលើ YouTube ណាបងប្អូនកន្លែងនេះបងចុចលើហ្នឹងទៅវាមានខាងក្រោមនេះដើម្បីឲ្យបងប្អូនចុចរកមើលលឿនអញ្ចឹងបងប្អូនចុចមកទៅដល់ YouTube View នេះ YouTube View យើងចុចលើហ្នឹងមកបន្តមកទៀតបងប្អូនត្រូវការអីគេបងប្អូនបន្ត link កន្លែងបងប្អូន link គឺ link កន្លែងនេះយើងចុចកន្លែងហ្នឹងគឺផាស link ចូលអញ្ចឹងហើយបងប្អូនទៅ copy link សិនតមកបងប្អូនចុចកន្លែង trace 3នេះមកកន្លែង trace 3កន្លែងនេះទៅនោះផុសមកបន្តមកយើងចុចលើប៊ូតុង share នេះចុចទៅនោះមកបន្តមកទៀតបងប្អូនចុចទៅ copy link បន្តមកបងប្អូនយកទៅផាសចូលកន្លែង link របស់យើងបន្តមកទៀតបងប្អូនឃើញទេគេដាក់នៅខាងក្រោមនេះចាប់ពី 1k ឡើងទៅបងប្អូនជាងហើយយើងដាក់ 1k អស់ប្រមាណបងប្អូនអូខេបើបងប្អូនពិនិត្យមើលថាឥឡូវគ្រប់គ្រាន់ហើយដល់នៅដែលឲ្យបងប្អូនបំពេញយ៉ាងមកយើងចុច submit តែម្ដងទៅនេះបងប្អូនពេលដែលយើងចុច submit ទៅវាមានវិក័យច្បាប់ឲ្យបងប្អូនមើលនៅក្នុងនេះបងប្អូនណាបងប្អូនអាចមើលបានក្នុងហ្នឹងបើសិនជាបងប្អូនដែលថ្មីមិនទាន់ចេះថាការជាទិញបងប្អូនអាចទៅមើលវីដេអូមុនបានអញ្ចឹងបងប្អូនវាមានវីដេអូច្រើនអញ្ចឹងហើយវាអត់មានតាក់ទងអីផ្សេងទេបងប្អូនការទិញហ្នឹងគឺស្តៀងទៅគ្នាទេតែគាត់ថាពេលដែលយើងដាក់ទៅលើ YouTube Telegram Facebook Instagram ហ្នឹងគឺការតែមួយទេបងប្អូនតែការតែ link ដើម្បីបំពេញនៅក្នុងហ្នឹងទេអញ្ចឹងហើយមានតែប៉ុណ្ណឹងបងប្អូនបង្ហាញបងប្អូនតែប៉ុណ្ណឹងនឹងជួបគ្នានៅវីដេអូថ្មីទៀតអរគុណជំរាបលា